ជួយគាត់វាមិនខុសទេប៉ុន្តែគ្រាន់ថាវាមិនសូវត្រូវអ្នកដែលរងគ្រោះពិតប្រាកដមិនមែនជាគាត់ទេគឺប្រជាពលរដ្ឋខ្មែររាប់លានអ្នកដែលប្រើប្រាស់សាំង PTT ហ្នឹងបាទហើយជួយគាត់ក្នុងគណៈនេះដូចជួយបិទបាំងអំពើកេងប្រវ័ញ្ចពីថៅកែការ៉ាសាំងហ្នឹងមកលើបងប្អូនប្រជាពលរដ្ឋខ្មែររាប់លានអ្នកវាច្បាស់ 100% ហើយថាថៅកែជាអ្នកឲ្យគាត់ធ្វើអញ្ចឹងបើថៅកែអត់បានឲ្យគាត់ធ្វើអញ្ចឹងទេគាត់ធ្វើដោយចិត្តឯងប្រកាសជាថៅកែបញ្ឈប់គាត់ពីការងារហើយរហូតដល់ពេលនេះគាត់នៅធ្វើការងារធម្មតាអញ្ចឹងហើយបងប្អូនគួរជំរុញឲ្យថៅកែចេញមកទទួលខុសត្រូវបាទហើយតទៅបើគេធ្វើអញ្ចឹងបានគឺបងប្អូនរាប់លានអ្នកហ្នឹងហើយដែលជាអ្នករងគ្រោះមិនមែនគាត់ជាអ្នករងគ្រោះទេបងប្អូនត្រូវគិតពិចារណាឲ្យបានច្បាស់ចំណុចហ្នឹងហើយមិនមែនជារឿងក្ររឿងមានទេរឿងខុសរឿងត្រូវរឿងជញ្ជក់ឈាមបងប្អូនបាទកេងប្រវ័ញ្ចពីបងប្អូនមិនមែនយកការអាណិតអាសូរយកមកបិទបាំងការប្រព្រឹត្តកំហុសទេអញ្ចឹងបងប្អូននឹងធ្លាក់ជាជនរងគ្រោះមិនមែនបងប្អូនមិនប្រើសាំងទេបងប្អូនប្រើសាំងគ្រប់គ្នាអ្នកណាក៏ប្រើប្រាស់សាំងដែរបងប្អូនថាមិនមានម៉ូតូជិះក៏បងប្អូនជិះម៉ូតូដប់ទេម៉ូតូដប់ក៏គេចាក់សាំងដែរហើយចាក់សាំងគេយកថ្លៃពីបងប្អូនជិះម៉ូតូដប់គេហ្នឹងក៏គេយកថ្លៃទៅតាម